Bạn sẽ thấy ngọc này anh em mà bự này ngọc này màu chặt từ năm mình sẽ ăn phần pin sản phi hạt sẽ sản phi hạt trên bốn như bộ màu để dùng vô trên cái đó như bộ aspect kia khi nó phải ăn nó làm gì chặt từ nămสำหรับយើងបកស្គុតនៅគៀនៗគឺអស់ហើយយើងមកចាក់ទឹកថ្នាំមកសម្រាប់ទឹកថ្នាំយើងមិនthấyដែលយើងចាក់ច្រឡំទេដល់គ្នាអាចមកមើលនៅនេះបានវាមានតាមលេខអូវាតាមអក្សរអានេះ BK ហ្នឹងពណ៌ខ្មៅអញ្ចឹងអានេះក៏ BK អញ្ចឹងយើងចាក់ពណ៌ខ្មៅមកហើយសម្រាប់មួយនេះ C ក៏យើងចាក់ពណ៌ C ដូចគ្នាយើងដាក់ឲ្យយើងរងតាមលេខទីទៅឲ្យទឹកថ្នាំចូលក្នុងម៉ាស៊ីនអត់ចាំយើងធ្វើការចាក់ពីដើមហ្នឹងទៀតយើងចាក់ទឹកថ្នាំហើយឥឡូវយើងចូលដល់ការ set up ប្រសិនព្រៀងដល់អាហ្នឹងបន្ទាប់ពីយើងចាក់ទឹកថ្នាំហើយយើងចុចប៊ូតុងបើកមកហើយអ្នកនរគ្នារងចាំវាបន្តិចហើយជាទុំ2នាទីដើម្បីឲ្យភ្លើងនៅវាលោតហើយនេះអ្នកនរគ្នាចំណាំសុំគិតមួយទៀតអ្នកនរគ្នាចំណាំទៅមើលភ្លើងក្រហមលោតទាំងនេះហើយចាំយើងចុច set up ចឹងអ្នកនរគ្នាចាំតិចទៅនេះម៉ាស៊ីនវាកំពុងតែ process ហើយបាទឥឡូវភ្លើងនេះចេញហើយមានទៅដល់ការ print បានអ្នកនរគ្នាត្រូវ set up សិនអញ្ចឹងពេលដែលភ្លើងនេះចេញហើយយើងចុច set up យើងចុចអានេះ hold ប្រហែលជា15វិនាទី5វិនាទីសម្រាប់5វិនាទីទៅពេលដែលអ្នកនរគ្នាចុចហើយឮសលេងក្រឹកហើយបတ်ភ្លើងនេះកំពុងតែ process ទឹកថ្នាំហើយអញ្ចឹងយើងរងចាំប្រហែលជា10នាទីมันអាច print បានសម្រាប់ print យើងត្រូវការ download software ពីក្នុង website របស់ Epson ទៀតហើយការ scan ក៏ដូចគ្នាតែ print បើសិនជាអ្នកនរគ្នាត្រូវអាច print ទេអ្នកនរគ្នាអាចដល់ខ្សែទៅអាច print បានហើយតែបើសិនជា scan ត្រូវ download កម្មវិធីមកតម្លៃខាង computer សិនបានអាច print បានបាទឥឡូវយើង set up ហើយឥឡូវយើងមកសាក test copy សម្រាប់ដាក់កណ្ដាលយើងដាក់នៅខាងក្រោយដាក់កណ្ដាលសំតិចនេះមកនេះសំតិចទៅកណ្ដាលយើងដាក់នៅខាងក្រោយអញ្ចឹងសម្រាប់ print ចេញមកខាងនេះហើយប៊ូតុងនេះអានេះប្រើ Wi-Fi អានេះ information របស់ម៉ាស៊ីន print សម្រាប់អានេះបើសិនជាអ្នកនរគ្នាចង់ copy សខ្មៅអ្នកនរគ្នាចុចអានេះមួយបើ copy color ចុចនេះអញ្ចឹងអ្នកនរគ្នាជាមួយនឹង copy ជាលក្ខណៈនេះខ្ញុំ copy អានេះបើសិនខ្ញុំចង់ copy color អ្នកនរគ្នាគ្រាន់តែចុចអានឹងមួយមក copy color បានហើយ